Siren ទាំងអស់គ្នាខ្ញុំ Siren ហើយខ្ញុំជា host នៃ By Siren ថ្ងៃហ្នឹងជួបមួយម្ដងទៀតមកនិយាយតាក់ទងជាមួយនឹងប្រធានបទមួយដែលតាក់ទងជាមួយនឹងការសម្រេចចិត្តខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រហែលក៏ជាឆ្លងកាត់ឬក៏មានបទពិសោធន៍ច្រើននៃតាក់ទងជាមួយនឹងការសម្រេចចិត្តអីចឹងណាហើយបើសិនជាពិសេសបើសិនជាអ្នកទាំងអស់គ្នាឥឡូវកំពុងតែនៅក្នុង position មួយជា manager ជាអ្នកដែលត្រូវ make decision maker អញ្ចឹង making អញ្ចឹងណាហើយឬក៏ជា start up ឬក៏ជាអ្នករកស៊ីខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាប្រកាសជា face ការសម្រេចចិត្តនឹងជាច្រើនហើយទោះបីថាទាំងអស់គ្នាមិនមែនជាអ្នកដែលជា decision maker ទាំងអស់ហ្នឹងក៏ដោយប៉ុន្តែខ្ញុំជឿជាក់ថាយើងគ្រប់គ្នាហ្នឹងក៏រាល់ថ្ងៃហ្នឹងយើងមានតែកំពុងតែត្រូវបានធ្វើការសម្រេចចិត្តអីណាមួយឯងទោះបីថាវាធំវាតូចវាមាន bad effect ច្រើនឬក៏មិនច្រើនឬក៏មាន impact ច្រើនឬក៏មិនច្រើនក៏ដោយប៉ុន្តែយើងសិតតែត្រូវធ្វើគេហៅថាការសម្រេចចិត្តទាំងអស់ហ្នឹងហើយធម្មតាទេមនុស្សយើងធ្វើការសម្រេចចិត្តហ្នឹងវាតែតែមានខុសមានត្រូវពេលខ្លះក៏យើងធ្វើខុសពេលខ្លះក៏យើងធ្វើត្រូវអញ្ចឹងទៅប៉ុន្តែអីដែលខ្ញុំចង់និយាយថ្ងៃហ្នឹងគឺនៅពេលដែលយើងធ្វើការសម្រេចចិត្តខុសបើសិនជាយើងធ្វើការសម្រេចត្រូវវាគឺជារឿងមួយដែលល្អហើយពិសេសមែនតើហើយវាអត់មានរឿងអីត្រូវនិយាយតទៀតទេព្រោះនៅពេលដែលយើងសម្រេចចិត្តត្រូវហើយមានន័យថាយើងមាន insight យើងយល់ឃើញយើងមាន data ហ្នឹងវាត្រឹមត្រូវច្បាស់លាស់ហើយបានយើងធ្វើdecision making ហ្នឹងវាត្រឹមត្រូវហើយនៅពេលដែលបានជាលទ្ធផលមកយើងក៏សប្បាយចិត្តផឹកអីចឹងទៅ party អីចឹងទៅហើយមកប្រាយចឹងទៅយ៉ាងច្រើនមួយថ្ងៃចឹងទៅក៏វាអស់ទៅ after a night everything become normal ធម្មតាមកវិញហ្នឹងទៅអត់អីទេប៉ុន្តែអីដែលពិបាកបំផុតហ្នឹងគឺនៅពេលដែលយើងជួបនឹងការសម្រេចចិត្តដែលពិបាកហើយនៅពេលដែលយើងធ្វើការសម្រេចចិត្តដែលខុសអាហ្នឹងគឺជារឿងមួយដែលពិបាកមែនតើខ្ញុំជឿជាក់ថាមិនថាអ្នកទាំងអស់គ្នាឬក៏ជាខ្ញុំទេសិតតែមានការដេកមិនលក់ជាច្រើនយប់នៅពេលដែលយើងធ្វើការសម្រេចចិត្តដាក់ត្រូវណាប៉ុន្តែធ្វើមិនការសម្រេចចិត្តយើងត្រូវតែធ្វើហើយបើសិនជាយើងអត់មាន insight យើងអត់មាន data យើងអត់មានបទពិសោធន៍យើងធ្វើការសម្រេចចិត្តខុសក៏វាជារឿងធម្មតាយើងអត់អាចខាត់វាបានទេហើយអ្នកណាក៏ទៅជាចង់ខុសហើយអត់មានអ្នកណាជាចង់ខុសទេសូម្បីតែខ្ញុំក៏អត់ចង់ខុសអ្នកទាំងអស់គ្នាក៏អត់ចង់ខុសដែរអត់មានអ្នកណាដែលចង់ខុសទេប៉ុន្តែយើងក៏អាចហាមឃាត់បានយើងក៏អាចមិនអាចដឹងធ្វើម៉េចបើសិនជាយើងធ្វើទៅវាខុសអញ្ចឹងខ្ញុំមានបទពិសោធន៍ច្រើនមែនទែនដែលយើងធ្វើការសម្រេចចិត្តទៅវាខុសអញ្ចឹងណាការសម្រេចចិត្តខ្លះដូចខ្ញុំដោយសារដូចអ្នកទាំងអស់គ្នាដឹងខ្ញុំជា startup founder មួយរហងៃខ្ញុំក៏ជា operation manager ជា CEO មួយដែលស្រួលស្ដាប់អញ្ចឹងមានន័យថាខ្ញុំ operate business អញ្ចឹងevery day អញ្ចឹងណា daily អញ្ចឹងទៅអញ្ចឹងមានការសម្រេចចិត្តខ្លះវាខុសហើយវាធ្វើឲ្យមានការខាត់បងបាត់បង់លុយកាក់អញ្ចឹងណាអ្នកទាំងអស់គ្នានិយាយថាអញ្ចឹងទៅមានអារម្មណ៍ថាយើងនឹងមានលុយអីចឹងទៅប៉ុន្តែមិនមែនទេនៅពេលដែលខ្ញុំធ្វើ start up ខ្ញុំដឹងរឿងមួយហើយខ្ញុំមានអារម្មណ៍ថាអាហ្នឹងគឺត្រូវកាប់ទៅយើងមិនមែនមានលុយទេប៉ុន្តែដោយសារតែជីវិតយើងត្រូវបន្តទៅមុខទៀតយើងមានរឿងជាច្រើនត្រូវដោះស្រាយទៀតក្រៅពីបញ្ហាដែលដោះស្រាយដោយសារលុយហ្នឹងអញ្ចឹងហើយនៅពេលដែលរឿងដែលដោះស្រាយដោយសារលុយបានខ្ញុំផ្ទាល់ខ្លួនខ្ញុំគិតថាវាជារឿងដែលមិនមែនជាបញ្ហាហើយខ្ញុំក៏ឲ្យលុយទៅដោះស្រាយរឿងហ្នឹងទៅប៉ុន្តែអីដែលពិបាកហ្នឹងគឺរឿងដែរយើងដោះស្រាយដោយសារលុយដែរមិនបាន
ចឹងខ្ញុំមិននិយាយចឹងខ្ញុំដឹងថាអ្នកគ្នាទៅពេលដែលលឺអញ្ចឹងមានអារម្មណ៍ថាអូខេខ្ញុំឲ្យតម្លៃទៅលុយខ្លាំងពេកឬក៏លុយនឹងវាសំខាន់នៃសម្រាប់ខ្ញុំអញ្ចឹងប៉ុន្តែវាមិនមែនទេប៉ុន្តែអានោះជារឿងពិតដូចខ្ញុំបកស្រាយមុននឹងបន្តិចហ្នឹងមានន័យថានៅពេលដែលអ្នកទាំងអស់គ្នានៅតែចំណុចមួយធ្វើឲ្យតែយើងលុយយើងវាមិនច្រើនទេប៉ុន្តែយើងត្រូវឲ្យយើងមាន priority ផ្សេងទៀតយើងមានរឿងផ្សេងទៀតដែលត្រូវមានគេអតិភិបណាយើងមិនអាចថាអូបើថាយើងធ្វើអីខុសមួយឬក៏ការសម្រេចចិត្តយើងខុសមួយហើយយើងព្យាយាមរកដំណោះស្រាយក្រៅពីលុយយើងអត់ចង់ប្រើលុយទៅដល់ស្អីហ្នឹងយើងចង់រកអីផ្សេងប៉ុន្តែអារកយើងជិះទៅរកអីផ្សេងហ្នឹងវាធ្វើឲ្យយើងនឹងទីមួយកាត់ខាត់បង់ពេលវេលាហើយយើងគិតទាំង stress យើងអីផ្សេងទៀតអញ្ចឹងណានៅពេលដែលមានការងារជាច្រើនដែលត្រូវការយើងសម្រេចចិត្តហ្នឹងបង្កើតលុយឬក៏មានផលប្រយោជន៍បង្កើតផលប្រយោជន៍បានជាច្រើនយើងអត់ទៅធ្វើអាហ្នឹងឯងយើងមកចំណាយពេលវេលាចំណាយការគិតរបស់យើងហ្នឹងទៅរកsolution ដើម្បីឲ្យខ្ញុំអត់អស់លុយអញ្ចឹងណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាគិតថាអញ្ចឹងវាត្រូវអូខេប្រហែលជាអ្នកទាំងអស់គ្នាមិនមែនជា entrepreneur ប្រហែលជាអ្នកទាំងអស់គ្នាគិតថាអូខេអានេះជាជំរឿនរបស់អ្នកទាំងអស់គ្នាអញ្ចឹងណាប៉ុន្តែបើសម្រាប់ខ្ញុំគឺអញ្ចឹងឯងម្ដងទៀតខ្ញុំមិនមែនឲ្យសំខាន់ណាឬក៏អីទៅលើរឿងលុយថាអូខេលុយធ្វើឲ្យគ្រប់បានបែបយ៉ាងបានទេប៉ុន្តែគ្រាន់តែបើសិនជារឿងនៅដល់សេដ្ឋកិច្ចលុយបានយើងខ្ញុំផ្ទាល់ខ្លួនខ្ញុំឲ្យអនុញ្ញាតឲ្យលុយនឹងដល់ស្រេចទៅធ្វើតែលុយឥឡូវយើងបាត់បង់ប៉ុន្តែវាមិនមែនបាត់តអស់លេងទេអញ្ចឹងណាទី1ទី2ទៀតលុយអាចរកបានទៀតអញ្ចឹងអាហ្នឹងគឺជាអីដែលខ្ញុំយល់ឃើញបើតែអាហ្នឹងគឺជាការសម្រេចចិត្តមួយដែលប៉ះពាល់រឿងលុយប៉ុន្តែបើសិនជាការខ្ញុំមានន័យថាបើសិនជាអ្នកដល់សាររឿងលុយនឹងបានហើយវាលេងជាបញ្ហាហើយមិនចឹងត្រូវអត់ចឹងអ្នកទាំងក៏អត់មានគិតអត់មានយករឿងយកអីមកគិតដែរវាអត់មានចប់មកគូក្បាលអ្នកទាំងអស់គ្នាយ៉ាងច្រើនអូខេមួយថ្ងៃដូចគ្នាគិតពីវាប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាធ្វើការសម្រេចចិត្តមួយហើយការសម្រេចចិត្តហ្នឹងវាប៉ះពាល់ទៅដល់រឿងដែលមិនមែនលុយហើយរឿងដែលលុយមិនអាចដល់ស្រេចបាននៅពេលហ្នឹងគឺអ្នកទាំងអស់គ្នាដេកពី3យប់ហើយនៅដកចប់អារម្មណ៍មួយហ្នឹងអ្នកទាំងអស់គ្នាខឹងខ្លួនឯងអ្នកទាំងអស់គ្នាចង់បញ្ញិចខ្លួនឯងហ្មងបញ្ញិចខ្លួនឯងងាប់ហ្មងហ្នឹងមែនដូចពេលខ្ញុំឥឡូវហ្នឹងចឹងមើលអានេះគឺជាមូលហេតុដែរមែនតែខ្ញុំ face រឿងហ្នឹងហើយខ្ញុំលើករឿងខ្ញុំមកនិយាយចឹងណាហើយការសម្ជប់រឿងសម្រាប់ចិត្តដែលខុសហ្នឹងសម្រាប់ខ្ញុំវាមិនមែនតែម្ដងទេវាមិនមែនតែលើកទី1វាច្រើនដងឯងកន្លងមកចឹងណាហើយធ្វើឲ្យខ្ញុំគិតអានឹងរហូតហើយយើងទូដេកលក់ក៏ទូដេកលក់ប្រហែលថ្ងៃក៏ដោយក៏យើងនៅតែគិតរឿងហ្នឹងដែរហើយទូកន្លងទៅផុតយូរប៉ុណ្ណាបើសិនជាត្រូវរំលឹករឿងហ្នឹងមកគឺនៅតែបាក់ចិត្តនៅតែមិនសុខចិត្តរឿងហ្នឹងតែដែរអញ្ចឹងណាអញ្ចឹងដូចថ្ងៃហ្នឹងអញ្ចឹងខ្ញុំមានរឿងដល់ខ្ញុំគិតថាវាជាការសំខាន់មួយសម្រាប់ខ្ញុំហើយនឹងសម្រាប់ team របស់ខ្ញុំអញ្ចឹងណាដោយសារតែពួកខ្ញុំហ្នឹងគឺបាន apply ទៅ program មួយដែលជាបែប accelerator program ដែលឈ្មោះរបស់ program ហ្នឹងឈ្មោះថា Setup Wheel 2025ដែលគេ organizer នៅវៀតណាមគេរៀបចំកម្មវិធីនៅវៀតណាមអញ្ចឹងបើសិនជាពួកខ្ញុំ select ក្នុងកម្មវិធីហ្នឹងអញ្ចឹងtop 30ហ្នឹងtop 30ហ្នឹងតែ international startup ឯងនឹងត្រូវបានទៅ pick នៅវៀតណាមហ្នឹងនៅខែ8នៅ Ho Chi Minh City ហើយបន្ទាប់មកបើសិនជាយើង select ដល់ top 5ហ្នឹងយើងមាន benefit ផ្សេងទៀតបន្ទាប់មកបើសិនជាយើងបាន top 1ហ្នឹងដូចជាបាន benefit ដែលខ្ញុំចាំហ្នឹងគឺដូចជាគេឲ្យបើបានលេខ1ហ្នឹងដូចជាគេឲ្យ office យើងមានថាឲ្យ office យើងប្រើក្នុងរយៈពេលមួយឆ្នាំ free អញ្ចឹងណានៅ Ho Chi Minh City ហ្នឹងអញ្ចឹងវាទៅពួកខ្ញុំចង់ជាប់អាហ្នឹងមែនតើខ្ញុំក៏ផ្ដល់តម្លៃហើយក៏និយាយទៅចង់
ជាប់ក្នុងកម្មវិធីហ្នឹងអញ្ចឹងណាដោយសារតែពួកខ្ញុំ set up របស់ពួកខ្ញុំហ្នឹងគឺពួកយើងចង់ធ្វើវានៅប្រទេសវៀតណាមអញ្ចឹងណាដោយសារតែidea របស់ពួកយើងនឹងចង់ធ្វើហ្នឹងនៅខ្មែរយើងវាពិបាកធ្វើពេកហើយអញ្ចឹងទៅយើងក៏ឱកាសដើម្បីថាទៅវៀតណាមអញ្ចឹងទៅហើយដល់មួយទៀតខ្ញុំធ្លាប់មានបទពិសោធន៍នៅក្នុងបាន2-3ឆ្នាំ4-5ឆ្នាំអីដែរអញ្ចឹងទៅយើងរៀង confident ក្នុងការទៅអញ្ចឹងណាអញ្ចឹងពេលណាពីខ្ញុំទៅគឺរំពឹងខ្ពស់មែនតើក្នុងការជាប់រឿងហ្នឹងហើយក៏រំពឹងថានឹងទទួលបាន at least បំផុតក៏និយាយទៅយើងអត់រំពឹងឲ្យវែងឆ្ងាយថា top 5 top 1អីទេប៉ុន្តែយើងក៏សង្ឃឹមថាយើងអាចselect បាន top 30ហ្នឹងទៅដើម្បីបានឱកាសទៅ pick នៅហ្នឹង and then ក៏យើងមានឱកាសក្នុងការជួបជាមួយនឹង potential investor ឬក៏ partner ផ្សេងៗទៀតអីចឹងណាអញ្ចឹងទៅនិយាយទៅរំពឹងទុកខ្លាំងមែនតើហ្មងប៉ុន្តែព្រឹកមិញហ្នឹងដោយសារតែមួយថ្ងៃហ្នឹងគឺរវល់និយាយទៅការងាររបស់ខ្ញុំហ្នឹងគេថាវាថ្ងៃណាវារវល់គឺរវល់ខ្លាំងមែនតើយ៉ាងហ្មងហ្នឹងដូចមួយថ្ងៃហ្នឹងគឺរវល់ខ្លាំងមែនតើអញ្ចឹងទៅក៏អត់បានត្រៀមហើយខ្ញុំអាចថាខ្ញុំអត់ត្រៀមខ្ញុំក៏បានហើយពេលខ្ញុំប្រហែលជា misunderstand ឬក៏មិនខ្ញុំមិនដឹងទេថានិយាយនៅ email ហ្នឹងគឺគេនិយាយថានឹងឲ្យយើងនឹង pick រយៈពេល2នាទីដូចជា introduction introduce something like that អញ្ចឹងណាហើយតើបើមាន selected company ហ្នឹងនឹងត្រូវបាន ask 5 questions so